ការពិភាក្សាទី1នៃរឿង Percy Jackson and the Olympus The Lightning Thief នឹងយើងបានដឹងហើយថាជំរំ Hellblade គឺជាទីតាំងសុវត្ថិភាពសម្រាប់ពពួកកូនអាទិទេពក៏ព្រោះតែទីនោះមានខែលវេទមន្តដែលអនុញ្ញាតឲ្យចូលបានតែពពួក Demigod តែប៉ុណ្ណោះក៏ប៉ុន្តែនៅក្នុងភាគទី2នេះក៏ស្រាប់តែមានបិសាចអាចបំបែកខែលជំរំចូលមកវាប្រហារកូនកាត់អទិទេពបានទៀតផងនេះមានន័យថាមានអ្វីមិនប្រក្រតីកើតឡើងចំពោះខែលការពារជំរំហើយដោយសារតែហេតុនេះ Percy ចាំបាច់ត្រូវតែធ្វើដំណើរឆ្លងសមុទ្រដើម្បីទៅយកវត្ថុទិព្វម្យ៉ាងមកជួយស្រោចស្រង់ជំរំឲ្យមានសភាពដូចដើមឡើងវិញដែលនៅក្នុងដំណើរនោះ Percy ត្រូវបានជួបប្រទះជាមួយនឹងគ្រោះថ្នាក់ដែលស្ទើរតែធ្វើឲ្យគាត់នឹងត្រូវបាត់បង់ Annabeth ទៀតផងហើយឈុតឆាកប្លែកៗជាច្រើននឹងត្រូវបានបង្ហាញនៅក្នុងដំណើរមួយនេះផងដែរដូច្នេះកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់វីដេអូបែបសង្ខេបទាំងអស់គ្នាបន្ទាប់ពីប្រគល់ Lightning Bolt ទៅឲ្យ Zeus រួចរាល់ហើយ Percy ក៏បានត្រឡប់ចូលទៅក្នុងជំរំ Hellblade វិញហើយសាច់រឿងក៏បាននិយាយរៀបរាប់អំពីការកកើតឡើងនៃខែលការពារជំរំនោះថាកាលពី7ឆ្នាំមុនបន្ទាប់ពី Poseidon បានបង្កើតជំរំមួយនេះឡើងនៅក្នុងគ្រាមួយមានក្មេងជំទង់4នាក់ដែលជា Hellblade បានធ្វើដំណើរមកកាន់ជំរំមួយនេះក្មេង3នាក់ត្រូវបានយើងស្គាល់កាលពីភាគទី1ថាជា Annabeth Grover ហើយនិង Luke រីឯក្មេងម្នាក់ទៀតមានឈ្មោះថា Thalia ដែលពួកគេនឹងកំពុងតែត្រូវបានយក្សភ្នែកមួយឬក៏គេហៅថាយក្សសាយក្លបនឹងដេញតាមពីក្រោយពួកគេផងដែរដោយឃើញថាមិត្តភ័ក្តិកំពុងតែជួបនឹងគ្រោះថ្នាក់ទើបថាលានាងបាញ់ឆោតពពួកយក្សសាយក្លបទាំងនោះឲ្យដេញតាមនាងវិញនិងប្រាប់ឲ្យគ្រប់គ្នានឹងរត់ចូលទៅកាន់ជំរំមុននាងទៅក៏ប៉ុន្តែនាងក៏ត្រូវបានយក្សសាយក្លបវាយប្រហារធ្វើឲ្យថាលាស្ទើរតែមិនសល់ជីវិតដោយសារតែបែបនេះ Zeus ដែលជាឪពុករបស់ថាលាបានប្រើប្រាស់អនុភាពរបស់គាត់បំផ្លាញថាលានឹងឲ្យคล้ายទៅជាដើមឈើវិញដើម្បីបន្តជីវិតរបស់នាងមិនតែប៉ុណ្ណោះដើមឈើមួយនេះក៏អាចមានអានុភាពធ្វើជាខែលការពារជំរំពីការយាយីរបស់ពពួកបិសាចក៏ដូចជាភាវៈផ្សេងទៀតដែលមិនមែនជា Hellblade បានទៀតផងហើយសាច់រឿងក៏បានកាត់មកសកម្មភាពនៅក្នុងជំរំវិញ Percy ជាមួយនឹងកូនអាទិទេពដទៃទៀតនឹងកំពុងតែប្រកួតតែសមត្ថភាពជាមួយគ្នាដែលថានៅក្នុងការប្រកួតនេះគឺតម្រូវឲ្យបេក្ខជនត្រូវឡើងទៅដល់កំពូលទីនិងដកយកដុំជ័យលាភីមុនគេគឺជាអ្នកឈ្នះនៅក្នុងការប្រកួតមួយនោះយើងក៏បានឃើញតួអង្គម្នាក់ទៀតដែរនាងមានឈ្មោះថា Clarice ដែលឪពុករបស់ Clarice នឹងមានឈ្មោះថា Ares និងជាអាទិទេពនៃសង្គ្រាមអ្នកទាំងពីរបានធ្វើការប្រកួតប្រជែងជាមួយនឹងយុវជនផ្សេងទៀតយ៉ាងស្វិតស្វាញហើយ Percy នឹងក៏មានឱកាសឡើងទៅដល់កំពូលទីហើយរៀបនឹងទទួលបានជ័យជំនះទៅហើយក៏ស្រាប់តែគាត់បានឃើញថាមានយុវជនម្នាក់ទៀតកំពុងតែជាប់ជើងជាមួយនឹងខ្សែពួរហើយបើមិនជួយគាត់ទាន់ពេលវេលាទេគាត់អាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតអញ្ចឹងហើយ Percy ក៏សម្រេចចិត្តចុះទៅខាងក្រោមវិញដើម្បីជួយគាត់ហើយដោយសារតែហេតុនេះហើយទើបធ្វើឲ្យ Clarice នាងមានឱកាសទទួលបានជ័យជំនះចំណែកឯ Percy វិញក៏ត្រូវបានម៉ាស៊ីនបង្វិលនឹងបុកត្រូវគាត់របួសយ៉ាងដំណំទៀតផងក្រោយពីបញ្ចប់ការប្រកួត Clarice ក៏បានមកសួរសុខទុក្ខ Percy និងបាននិយាយបញ្ឈឺទៅកាន់ Percy ថាការដែល Percy អាចយកឈ្នះទៅលើ Luke និងបានយកកាំរន្ទះទៅឲ្យ Zeus កាលពីពេលមុនគឺប្រហែលជាត្រូវបានឪពុកជួយទេមើលទៅទើបសមត្ថភាពប្រកួតនៅពេលនេះអន់ខ្លាំងយ៉ាងនេះហើយពាក្យសម្ដីទាំងនេះក៏បានធ្វើឲ្យ Percy នឹងមិនសប្បាយចិត្តផងដែរចំណែកឯ Annabeth ជាមួយនឹង Grover ក៏បាននិយាយទៅកាន់ Percy ថាកុំទៅស្ដាប់សម្ដីរបស់នាងអីពីព្រោះកូនអាទិទេពនៃសង្គ្រាមគឺក្រអត់ក្រទមអញ្ចឹងឯងចំណែកឯ Percy វិញក៏បានទៅកាន់មាត់ទឹកដើម្បីប្រើប្រាស់ទឹកព្យាបាលរបួសរបស់គាត់និងព្យាយាមនិយាយទៅកាន់ឪពុកទាំងមិនឮសំឡេងឆ្លើយតបរបស់ឪពុកត្រឡប់មកវិញសោះឡើយហើយនៅពេលដែលគាត់បែរក្នុងចាក់ចេញនឹងក៏មានសញ្ញាទឹករលកដ៏ធំមួយកើតឡើងនេះបញ្ជាក់ថាឪពុករបស់គាត់នឹងកំពុងតែស្ដាប់កូនប្រុសនិយាយទៅកាន់គាត់ហើយស្របពេលជាមួយគ្នានោះផងដែរនៅជំរំអានេះវិញសាស្ត្រាចារ្យនៅក្នុងជំរំ2នាក់រួមមានលោកសាស្ត្រាចារ្យ Brunner ដែលនៅក្នុងជំរំគេហៅគាត់ថាលោក Chiron និងម្នាក់ទៀតគឺ Mr. D ដែលឈ្មោះពេញរបស់គាត់នោះគឺ Dionysus ពួកគេទាំងពីរនាក់នេះគឺកំពុងតែនិយាយជាមួយនឹងយុវជនម្នាក់ទៀតដែលជាយក្សសាយក្លបភ្នែកមួយនិងបានអះអាងថាខ្លួននឹងជាកូនប្រុសរបស់ Poseidon ផងដែរយុវជនម្នាក់នោះមានឈ្មោះ
នោះថា Tyson ដោយសារតែហេតុនេះហើយទើបពួកគាត់ទាំងពីរនាក់បានហៅ Percy នឹងឲ្យមកជួបប្អូនប្រុសដែលជាអតិទេពពាក់កណ្ដាលនិងជាយក្ស Cyclops ពាក់កណ្ដាលនឹងឯងដែលនៅក្នុងហេតុការណ៍នេះធ្វើឲ្យគ្រប់គ្នានៅក្នុងជំរំនឹងមានការភ្ញាក់ផ្អើលជាខ្លាំង Tyson ក៏បាននិយាយប្រាប់ Percy ថា Poseidon បានបង្ហាញផ្លូវរបស់គាត់ឲ្យមកទីនេះនៅពេលដែលគាត់វង្វេងនៅក្នុងព្រៃគាត់ថាគាត់បានឃើញលំពែងផ្លែ3មួយបានលេចរូបរាងឡើងនៅចំពោះមុខរបស់គាត់និងបានចង្អុលមកទីនេះអញ្ចឹងហើយទើបគាត់បានមកដល់ទីនេះនឹងឯងនៅក្នុងពេលដែលគ្រប់គ្នាកំពុងតែញ៉ាំអាហារជុំគ្នាជំរុំទាំងមូលក៏ត្រូវបានរង្គោះរង្គើហើយ Tyson ដែលមានអំបូរជាយក្ស Cyclops អញ្ចឹងហើយច្រមុះរបស់គាត់នឹងអាចមានសមត្ថភាពហិតដឹងថាការរំជួយនេះគឺដោយសារតែសត្វគោមួយក្បាលកំពុងតែធ្វើការវាយប្រហារខែលជំរុំហើយចំណែកឯគ្រប់គ្នានឹងក៏បានចេញមកមើលនិងបានឃើញថាមានគោដែកវេទមន្តមួយក្បាលនឹងកំពុងតែព្យាយាមបំបែកខែលជំរុំចូលមកពិតមែនគ្រប់គ្នានៅក្នុងជំរុំក៏បានរត់គេចខ្លួនចេញពីការបំបោលបុករបស់គោដែកមួយក្បាលនោះចំណែកឯ Percy វិញព្យាយាមយកក្រណាត់ពណ៌ក្រហមមកបង្វែងដានរបស់វាដើម្បីឲ្យ Annabeth នឹងមានឱកាសវាយបកទៅលើវាវិញក៏ប៉ុន្តែលំពែងធម្មតាដែល Annabeth ប្រើដើម្បីវាយប្រហារទៅលើគោដែកនោះវាមិនមានប្រសិទ្ធភាពនោះឡើយស្របពេលជាមួយគ្នានោះ Clarice ក៏បានលោតពីលើគោដែកមួយក្បាលនោះនិងបានយកដាវរបស់នាងចាក់ពីលើខ្នងរបស់វាផងដែរក៏ប៉ុន្តែនៅតែមិនអាចធ្វើឲ្យវាមានរបួសសូម្បីតែបន្តិចឡើយគោដែកក៏ចាប់ផ្ដើមវាយប្រហារទៅលើ Clarice វិញក៏ប៉ុន្តែក៏ត្រូវបាន Tyson ប្រើប្រាស់កម្លាំងជាយក្ស Cyclops របស់គាត់នឹងមកជួយសង្គ្រោះ Clarice ភ្លាមៗនោះគោដែកក៏បានបញ្ចេញភ្លើងពីមាត់របស់វាដើម្បីដុត Tyson ក៏ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺខ្លួនប្រាណរបស់ Tyson អត់បានឆេះនោះទេនេះក៏ព្រោះតែអំបូរយក្ស Cyclops គឺជាអំបូរមួយដែលអាចធន់ទ្រាំជាមួយនឹងភ្លើងបានគ្រប់គ្នាក៏បានប្រើគ្រប់វិធីដើម្បីកំទេចគោដែកមួយក្បាលនោះក៏ប៉ុន្តែនៅតែមិនអាចធ្វើអីវាបានទេចំណែកឯ Percy ក៏បានយកច្រវាក់ដែកមួយខ្សែដើម្បីចងវាប៉ុន្តែគាត់នឹងក៏ត្រូវបានទាញផ្លោងទៅម្ខាងនិងធ្លាក់មកទទួលរងរបួសយ៉ាងដំណំទៅវិញគោដែកមួយក្បាលនោះក៏នៅតែបំបោលបុក Percy ហើយបំរុងនឹងប្រើភ្លើងរបស់វាដើម្បីដុត Percy ទៅហើយឃើញដូច្នេះ Percy ក៏បានប្រើប្រាស់ឱកាសមួយនេះចុចបិចដែលជាដាវអាទិទេពនឹងបោះចូលទៅក្នុងមាត់របស់គោដែកនោះដែលធ្វើឲ្យវាគាំងដំណើរការនិងផ្ទុះខ្លួនជាបំណែកងាប់នៅត្រង់នោះទៅហើយភ្លាមនោះមិត្តចាស់ក៏បង្ហាញខ្លួននៅចំពោះមុខរបស់គាត់គឺលោកនឹងឯងបានចេញមកនិយាយថាភាពចលាចលនៅក្នុងជំរំថ្ងៃនេះគឺគាត់ជាអ្នកបង្កឡើងហើយគាត់ក៏បាននិយាយអំពីទំនាយមួយដែរដែលមានពាក់ព័ន្ធជាមួយនឹង Percy ពេលនិយាយចប់លោកក៏បានប្រើប្រាស់ឧបករណ៍វេទមន្តពណ៌បៃតងផតថយខ្លួនឯងចាក់ចេញអំពីទីតាំងនោះបាត់ទៅពាក្យសម្ដីរបស់លោកក៏បានធ្វើឲ្យ Percy មានចម្ងល់ជាខ្លាំងអំពីពាក្យទំនាយដែលគាត់មិនបានដឹងនោះហើយនេះក៏ប្រហែលជាល្បិចរបស់លោកទៀតហើយក៏ព្រោះតែលោកនឹងតែងតែមានផែនការចង់បំផ្លិចបំផ្លាញអតិទេពនិងគ្រប់គ្រងឋានសួគ៌ដោយខ្លួនឯងហើយបន្ទាប់ពីនឹងគ្រប់គ្នាក៏បាននាំគ្នាទៅពិនិត្យមើលខែលការពារជំរំគឺវាបានខូចខាតបាត់អស់ទៅហើយក៏ព្រោះតែមាននរណាម្នាក់បានបំពុលដើមឈើថៃលាដែលជាអ្នកបង្កើតខែលនេះឡើងមក Percy បានប្រាប់ទៅកាន់គ្រប់គ្នាថាគឺលោកជាអ្នកធ្វើរឿងទាំងអស់នេះឡើងហើយដោយសារតែមិនអស់ចិត្តជាមួយនឹងពាក្យសម្ដីរបស់លោក Percy ក៏សម្រេចចិត្តទៅសួរនាំលោក Bruce តាក់ទងជាមួយនឹងពាក្យទំនាយដែលបានកាត់ឡើងជាយូរណាស់មកហើយនោះថាអាចមានទំនាក់ទំនងជាមួយនឹងគាត់ដែរឬទេចំណែកឯលោក Brunner វិញគាត់បាននិយាយថារឿងខ្លះប្រសិនបើយើងដឹងវាអាចនឹងคล้ายទៅជាបន្ទុកសម្រាប់យើងតែប៉ុណ្ណោះគាត់ក៏បានបន្តទៀតដែរថាបើ Percy ចង់ដឹងអំពីការពិតនៃទំនាយនោះគាត់អាចចូលទៅជួបជាមួយនឹងគ្រូទា Delphi បានហើយបន្ទាប់ពីនោះ Percy នឹងក៏បានចូលទៅកាន់ទីតាំងរបស់ Oracle Delphi ហើយបានសួរអំពីពាក្យទំនាយទាំងអស់នោះផងដែរគ្រូទា Delphi បានប្រាប់ទៅកាន់ Percy ថាមុននឹងដឹងពីអនាគត Percy ត្រូវតែដឹងអំពីអតីតកាលជាមុនសិនដែលថាកាលពីយូរលង់ណាស់មកហើយនឹងមុនកំណើតមនុស្សនិងកំណើត Olympus ទៅទៀតចក្រវាឡទាំងមូលត្រូវបានគ្រប់គ្រងដោយពពួកយក្ស Titan និងដឹកនាំដោយយក្ស Kronos ហើយវិញ្ញាណនិងព្រលឹងរបស់ Kronos គឺពោពេញទៅដោយសេចក្តីស្រែកឃ្លានគ្មានទីបញ្ចប់ដែលជាហេតុធ្វើឲ្យ Titan Kronos នេះចាប់ផ្ដើមស៊ីកូនរបស់ខ្លួនជាអាហារដោយសារតែឃើញអំពីភាពខុសខើរបស់ Kronos កូនប្រុសរបស់គាត់3នាក់ដែលមាន Zeus Poseidon ជាមួយនឹង Hades បានរត់គេចខ្លួននិងត្រឡប់មកវិញជាមួយនឹងអាវុធដ៏មានឥទ្ធិពលហើយកំទេចយក្ស Titan Kronos ឲ្យคล้ายទៅជាបំណែកនិងបានកប់គាត់នៅក្នុងមឈូសវេទមន្តនៅបាតឋាននរកនៅក្នុងគុក Tartarus ទៀតផងប៉ុន្តែនៅក្នុងទំនាយវាសនារបស់ Kronos គឺត្រូវរស់ឡើងវិញដើម្បីបំផ្លាញនិងស៊ីជីវិតនៅក្នុងឋានទាំង3ហើយនៅពេលនោះអាចនឹងមាន Demigod ម្នាក់ដែលជាកូនរបស់អាទិទេពចំណាស់ជាងគេណាមួយក្នុងចំណោមអាទិទេពទាំង3គឺនឹងអាចមានសមត្ថភាពសម្រាប់ Kronos ឬក៏ជួយ Kronos ឲ្យបំផ្លាញឋានទាំង3នេះបានដូចគ្នាហើយ Oracle Delphi នឹងក៏បាននិយាយឃ្លាចុងក្រោយដែលថាវិ
ញាណអាក្រក់បណ្ដាសាគឺនឹងត្រូវកាត់ផ្ដាច់ដោយដាវអាទិទេពគ្រប់យ៉ាង Percy បាននិយាយប្រាប់ទៅកាន់លោក Chiron ចំណែកឯលោក Chiron វិញក៏បាននិយាយដែរថាទំនាយនេះវាអាចចង់សម្ដៅមកលើ Percy ដែរក៏ប៉ុន្តែគាត់មិនប្រកាស 100% នោះទេក្រឡេកមកមើល Annabeth ជាមួយនឹង Grover វិញពួកគេទាំងពីរនាក់ក៏ព្យាយាមរកវិធីដើម្បីជួយព្យាបាលដើមឈើ Thalia ដែរហើយនៅទីបំផុតពួកគេក៏បានដឹងថារោមមាសរបស់សត្វពពែអាទិទេពដ៏ស្លាប់ឬក៏គេហៅថា Golden Flea នឹងអាចមានសមត្ថភាពធ្វើឲ្យជីវិតដែលបាត់បង់ត្រឡប់មកវិញបានអីចឹងហើយពួកគេក៏បានយកដំណឹងនេះទៅពិភាក្សាជាមួយនឹងលោក D នៅពេលដែលទៅជួប Mr. D គាត់បាននិយាយថាមិនអាចទៅយកវាបាននោះទេពីព្រោះតែទីតាំងនោះពីបុរាណកាលមកនឹងអ្នកដែលទៅស្វែងរក Golden Flea គឺមិនដែលមានវត្តមានត្រឡប់មកវិញសូម្បីតែម្នាក់គឺបាត់ដំណឹងសូនឈឹងតែម្ដងក៏ព្រោះតែផ្លូវទៅទីតាំងនោះវាត្រូវឆ្លងកាត់តំបន់ត្រីកោណបិសាចនឹងឯងហើយបន្ទាប់ពីនឹងកិច្ចប្រជុំមួយនៅក្នុងជំរំក៏បានរៀបចំឡើងគឺថាលោក D នឹងបានយកអ្វីដែល Annabeth ជាមួយនឹង Grover ខិតខំប្រឹងប្រែងស្រាវជ្រាវនឹងទៅប្រកាសថាគាត់បានរកវិធីដើម្បីធ្វើឲ្យខែលការពារជំរំ Hellblood របស់ពួកគេនឹងត្រឡប់មកដូចដើមវិញគឺមានវត្ថុទៅម្យ៉ាងមានឈ្មោះថា Golden Flea នឹងឯងដែលនេះគឺពិតជាធ្វើឲ្យ Annabeth ហួសចិត្តយ៉ាងខ្លាំងមែនទែនព្រោះថានៅពេលដែលនាងចង់ទៅយក Golden Flea គាត់ថាមិនអាចទេហើយស្រាប់តែមកប្រកាសឲ្យក្រុមរបស់ Clarice នឹងជាអ្នកទៅយកទៅវិញ Mr. D សម្រេចចិត្តបែបនេះព្រោះតែគាត់គិតថា Clarice នឹងនាងបានយកឈ្នះ Percy នៅក្នុងការប្រកួតហើយម្យ៉ាងវិញទៀត Clarice នឹងក៏ជាកូនអាទិទេពនៃសង្គ្រាមផងដែរអញ្ចឹងហើយប្រហែលជានាងអាចមានសមត្ថភាពនៅក្នុងការសម្រេចកិច្ចការមួយនេះបានរីឯ Percy វិញគាត់ក៏សម្រេចចិត្តធ្វើដំណើរទៅរក Golden Flea ផងដែរក៏ព្រោះតែគាត់គិតថាទំនាយរបស់ Crucial Oracle ក៏បាននិយាយតាក់ទងអំពីកូនប្រុសរបស់ Poseidon ជាមួយនឹង The Golden Flea នេះអញ្ចឹងហើយ Percy Annabeth ជាមួយនឹង Grover ក៏បានលួចចេញពីជំរំមិនតែប៉ុណ្ណោះប្អូនប្រុសរបស់ Percy គឺ Cyclops Tyson ក៏បានលួចទៅជាមួយពួកគេផងដែរក៏ប៉ុន្តែត្រូវបាន Percy បដិសេធចំណែកឯ Tyson ក៏និយាយថា The Golden Flea នឹងគឺត្រូវបានថែរក្សាដោយយក្ស Cyclops ធំមួយក្បាលដែលមានឈ្មោះថា Polyphemus និងកំពុងតែរស់នៅលើកោះមួយក្បែរនឹងសមុទ្របិសាចដែលមនុស្សគ្រប់គ្នាស្គាល់ថាជាតំបន់ត្រីកោណ Bermuda នឹងឯង Tyson បន្តទៀតថាបើឲ្យគាត់ទៅជាមួយគឺអាចនឹងមានភាពងាយស្រួលពីព្រោះថាគាត់គឺជាអម្បូរ Cyclops ភ្នែកមួយអញ្ចឹងហើយគាត់អាចនិយាយតាមសម្រួលជាមួយនឹងយក្ស Cyclops ដែលនៅលើកោះនោះដើម្បីទទួលបាន Golden Flea នឹងតាមសម្រួលស្ដាប់មើលទៅវាដូចជាសមហេតុផលដែរអញ្ចឹងហើយ Percy នឹងក៏យល់ព្រមឲ្យ Tyson រួមដំណើរទៅជាមួយពួកគេទៅដោយសារតែ Tyson មានភ្នែកតែមួយពិបាកនឹងធ្វើដំណើរជាពិសេសពេលជួបមនុស្សដទៃទៀតនឹងខ្លាចគេមានការភ្ញាក់ផ្អើលអញ្ចឹងហើយ Annabeth បានឲ្យទឹកអប់វេទមន្តដើម្បីបាញ់ឲ្យ Tyson នឹងមានភ្នែកពីរដូចមនុស្សធម្មតាដែរហើយវាក៏ជាលើកទី1ហើយដែល Tyson គាត់ពិតជាសប្បាយរីករាយមែនទែនក៏ព្រោះតែគាត់អាចមានសភាពដូចជាមនុស្សធម្មតាហើយបន្ទាប់ពីនឹង Annabeth ក៏បានហៅម៉ួយឡានឈ្នួលរបស់នាងមកដើម្បីពន្លឿនការធ្វើដំណើររបស់ពួកគេហើយភ្លាមនោះបងប្អូនធ្មប់3នាក់ប្រើភ្នែកតែមួយដែលនៅក្នុងទេវកថារបស់ Greg នឹងហៅពួកគេថាជា Grey Sister ឬក៏ The Chris ក៏បានមកដល់និងដឹកពួកគេចាក់ចេញប្រកបដោយជំនាញយ៉ាងល្អឥតខ្ចោះផងដែរនៅក្នុងដំណើរមួយនោះធ្មប់ទាំង3បានឆ្លោះប្រកែកគ្នាដោយសារតែពួកគេគិតថាមិនគួរណាមានភ្នែកតែមួយហើយប្រើគ្នាដល់ទៅ3នាក់បែបនេះសោះអញ្ចឹងហើយធីមរបស់គាត់ម្នាក់នឹងបានយកកែងដៃទៅប៉ះជាមួយនឹងប៊ូតុងក្រហម High Speed ទើបធ្វើឲ្យឡាននឹងបើកលឿនខុសពីធម្មតាចំណែកឯ Percy នឹងក៏បានស្រែកឡើងថាប្រហែលជាយើងត្រូវស្លាប់នៅក្នុងថ្ងៃនេះហើយមេធ្មប់បានឮដូចនេះក៏និយាយទៅកាន់ Percy វិញថាវាអត់អីនោះទេក៏ព្រោះតែទំនាយដែលទាយដោយ Oracle និយាយថាតើតែកូនអាទិទេពនឹងមានអាយុ20ឆ្នាំឯណោះទើបទំនាយនោះអាចកើតឡើងដែលនេះធ្វើឲ្យ Percy កាន់តែចង់ដឹងអំពីទំនាយនោះទើបឆ្លៀតឱកាសនៅពេលដែលគាត់ចាប់បានគ្រាប់ភ្នែកមួយគ្រាប់នោះគាត់ក៏គំរាមឲ្យធ្មប់ទាំង3នាក់នោះនិយាយអំពីទំនាយនោះបន្តទៅទៀតក៏ប៉ុន្តែ The Grey Sister ពួកគាត់គ្រាន់តែនិយាយអំពីលេខមួយចំនួនតែប៉ុណ្ណោះដែលមានលេខ30 31 75និងលេខ12ធ្មប់ទាំង3បន្តទៀតថាសូមពួកឯងគិតអំពីវានៅពេលដែលពួកឯងវង្វេងផ្លូវមិនដឹងថាត្រូវទៅណាស្របពេលជាមួយគ្នានោះ Annabeth នឹងក៏របូតមាត់និយាយថាពួកគេនឹងអត់មាន Drake Mask ឬក៏កាក់ដែកយកមកជាមួយនោះទេអញ្ចឹងហើយធ្មប់ទាំង3នាក់នឹងក៏បានចាប់ Frank ទម្លាក់ពួកគេចុះនិងបន្សល់ពាក្យថាពួកយើងរត់ឡានមិនមែនដើម្បីមនុស្សធម៌មិនយកលុយនោះទេហើយបន្ទាប់ពីចុះពីតាក់ស៊ីផ្ដាច់ព្រលឹងនោះពួកគេក៏ត្រូវបានតាមដានដោយបរិសុទ្ធ3នាក់ដែលជាបពពួករបស់លោកនឹងបានចេញមកចាប់យក Grover ក៏ព្រោះមានតែ Grover ប៉ុណ្ណោះដែលដឹងអំពីទីតាំងរបស់ Golden Flea នៅត្រង់នេះសូមបញ្ជាក់ដែរថា Golden Flea នឹងវាមានក្លិនដែលអាចតាក់ទាញអំបូរឈាមពពែឲ្យទៅរកវាបានផងដែរដូច្នេះហើយបានជាក្រុមរបស់លោកនឹងចាប់ Grover យកទៅហើយយក្ស Cyclops ដែលព្យាយាមរក្សា Golden Flea នឹងគឺ
គាត់ព្យាយាមរក្សាវាដើម្បីតាក់ទាញពពែឈាមនឹងធ្វើជាចំណីអាហាររបស់គាត់នឹងឯងហើយនេះបញ្ជាក់ថានេះគឺច្បាស់ជាផែនការរបស់លោកទៀតហើយក៏ប៉ុន្តែពួកគេពុំដឹងថាលោកនឹងត្រូវទៅរក Golden Fleece ដើម្បីអ្វីដែរចំណែក Percy ក៏ប្រញាប់ប្រញាល់រកវិធីដើម្បីជួយ Grover ត្រឡប់មកវិញដែរក៏ប៉ុន្តែគាត់មិនដឹងថាលោកនឹងនៅឯណានោះទេភ្លាមនោះកូនស្រីអាទិទេពនៃប្រាជ្ញាឆ្លៀសវៃគឺ Annabeth បានឃើញឡានដឹកជញ្ជូនដែលបើកនៅតាមផ្លូវក្បែរនោះដែលធ្វើឲ្យនាងមានគំនិតមួយគឺថាដើម្បីដឹងអំពីដំណើររបស់លោកពួកគេគឺត្រូវទៅជួបជាមួយនឹង Hermes ដែលជាឪពុករបស់លោកនិងជាអាទិទេពនៃអ្នកនាំសារដែលបច្ចុប្បន្ននេះ Hermes គាត់បានបើកក្រុមហ៊ុនចែកចាយសម្ភារៈប្រើប្រាស់ផ្សេងៗទៅឲ្យអាទិទេពទៀតផងមុននឹងប្រាប់ពីទីតាំងរបស់លោក Hermes បាននាំពួកគេចូលទៅកាន់ទីតាំងរោងចក្រផលិតរបស់គាត់និងបានប្រគល់ដបវេទមន្តដែលនៅក្នុងនោះមិនមានទឹកនោះទេប៉ុន្តែវាមានពោពេញទៅដោយខ្យល់គួចដ៏ខ្លាំងក្លាទៅវិញលើពីនេះគាត់ក៏បានប្រគល់ឲ្យ Percy នៅស្កុតវេទមន្តមួយដុំផងដែរដែលវាអាចបិទភ្ជាប់គ្នានិងคล้ายទៅជាច្រកផ្លូវឆ្លងកាត់ជញ្ជាំងបានហើយបន្ទាប់ពីនឹង Hermes ក៏បានប្រាប់ទីតាំងដែលលោកកំពុងតែស្ថិតនៅនិងពឹងពាក់ឲ្យ Percy យកពាក្យប្រមាណម៉ាត់ទៅប្រាប់កូនប្រុសរបស់គាត់ផងដែរថាគាត់ពិតជាសូមទោសលោកដែលគាត់មិនបានមើលថែរក្សាលោកនិងផ្ដល់ភាពជាឪពុកទៅកាន់លោកបែបនេះហើយគ្រប់គ្នាក៏ប្រញាប់ចាកចេញនិងធ្វើដំណើរទៅតាមទីតាំងដែល Hermes បានប្រាប់នឹងទៅនៅពេលទៅដល់ទីតាំងកប៉ាល់របស់លោកនឹងក៏បានចាកចេញពីច្រាំងបាត់ទៅហើយដោយសារតែឃើញបែបនេះ Tyson នឹងក៏បានធ្វើការអធិដ្ឋានស្នើសុំជំនួយពីឪពុកដែលជាអាទិទេពនៃដែនសមុទ្រភ្លាមនោះក៏មានអ្វីមួយយ៉ាងហើយសម្ដៅមកកាន់ពួកគេនោះគឺជាសត្វសេះដែលមានកន្ទុយជាត្រីដែលនៅក្នុងដំណើរទេវកថារបស់ក្រិចហៅវាថា Hippocampus Hippo បាននាំពួកគេហែលកាត់សមុទ្រទៅដល់កប៉ាល់របស់លោកដែលនៅលើកប៉ាល់ក៏មានការយាមកាមត្រួតពិនិត្យយ៉ាងល្អផងដែរដែលជាហេតុធ្វើឲ្យគ្រប់គ្នានឹងត្រូវបានចាប់ខ្លួននៅទីតាំងនោះលោកនិយាយថាគាត់បានបញ្ជូន Grover ទៅមុនបាត់ទៅហើយតាមរយៈឧបករណ៍ Portal ពណ៌បៃតងរបស់គាត់និងបង្ហាញពួកគេនៅមឈូសវេទមន្តឃុំឃាំង Kronos ដែលលោកនឹងបានចុះទៅកាន់គុក Torturous និងយកវាឡើងមកក្នុងគោលបំណងយក Golden Fleece មកដាស់ Kronos ឲ្យភ្ញាក់ឡើងនិងបំផ្លាញ Olympus ចោល Percy ក៏បាននិយាយដែរថាវាមិនត្រឹមតែបំផ្លាញ Olympus នោះទេក៏ប៉ុន្តែផែនដីក៏ត្រូវខ្ទេចខ្ទីផងដែរ Percy ក៏បាននិយាយនៅពាក្យផ្ដែផ្ដាំរបស់ Hermes មកកាន់លោកដែរប៉ុន្តែវារឹតតែធ្វើឲ្យលោកនឹងកាន់តែខឹងសម្បាទៅលើពួកគេក៏ព្រោះតែលោកគិតថាហេតុអីឪពុកខ្លួននឹងមិននិយាយផ្ទាល់ជាមួយខ្លួនចាំបាច់ផ្ដែផ្ដាំធ្វើអ្វីហើយបន្ទាប់ពីនឹង Percy ជាមួយនឹងមិត្តភ័ក្តិក៏ត្រូវបានលោកយកទៅឃុំឃាំងនៅក្នុងគុកដែកនៅលើកប៉ាល់នោះនៅពេលដែលជាប់ឃុំឃាំង Percy ក៏បាននឹកឃើញអំពីឧបករណ៍វេទមន្តដែលឪពុករបស់លោកនឹងបានប្រគល់ឲ្យពួកគេក៏ប៉ុន្តែវាស្ថិតនៅក្នុងកាបូបស្ពាយរបស់ពួកគេឯណោះអញ្ចឹងហើយដើម្បីយកវាបាន Percy ក៏បានប្រើប្រាស់ឥទ្ធិពលរបស់គាត់ធ្វើឲ្យមានរលកធំកើតឡើងនិងបណ្ដាលឲ្យកប៉ាល់មួយនោះរង្គើក្រឡកពេញផ្ទៃខាងក្នុងរហូតដល់ធ្លាក់កាបូបស្ពាយរបស់ពួកគេចុះមកក្រោមដែលអាចឲ្យ Annabeth នឹងចាប់វានិងប្រគល់ឲ្យ Percy ចំណែកឯ Percy ក៏បានប្រើប្រាស់ស្កុតវេទមន្តបិទភ្ជាប់គ្នាបង្កើតបានជាច្រកទ្វារមួយដែលអាចឲ្យគាត់ចេញមកក្រៅបានដែលងាយហើយបន្ទាប់ពីគ្រប់គ្នាបានចាកចេញពីទីតាំងឃុំឃាំងគ្នារបស់លោកបានចេញមកបំរុងចាប់ពួកគេម្ដងទៀតក៏ប៉ុន្តែលើកនេះ Percy ក៏បានតដៃចំណែកឯ Annabeth ជាមួយនឹង Tyson នឹងក៏ចូលទៅយកកូនទូកសុវត្ថិភាពដើម្បីចាក់ចេញផងដែរក៏ប៉ុន្តែម៉ាស៊ីនទូកនោះក៏ត្រូវបាន Tyson នឹងធ្វើឲ្យធ្លាក់ចូលទៅក្នុងទឹកទៀតអញ្ចឹងហើយពួកគេអត់អាចទៅណាបានឆ្ងាយនោះទេភ្លាមនោះគូកនរបស់លោកនឹងបំរុងបាញ់ទៅកាន់ Annabeth ជាមួយនឹងព្រួយពឹសរបស់ពួកគេទៅហើយ Percy ក៏បានប្រើប្រាស់ឥទ្ធិពលទឹករបស់គាត់វាយសង្គ្រប់ទៅលើពួកគេចំណែក Annabeth នឹងក៏បានប្រើប្រាស់បំពង់ខ្យល់វេទមន្តដែលឪពុកលោកបានឲ្យពួកគេនឹងធ្វើជាកម្លាំងរុញទូករបស់ពួកគេឲ្យចាកចេញពីទីតាំងនោះបានក្រឡេកមកមើល Percy វិញគាត់បានលោតចុះពីកប៉ាល់ដោយប្រើទឹករលកជាអ្នកនាំគាត់ចាកចេញក៏ប៉ុន្តែក៏ត្រូវបានតាមពីក្រោយដោយលោកអញ្ចឹងហើយ Percy ក៏បានប្រើទឹកបាញ់ទម្លាក់លោកចុះទៅក្នុងសមុទ្របាត់ទៅហើយគាត់ក៏លោតចុះមកកាន់ទូកសុវត្ថិភាពជាមួយនឹង Annabeth ដើម្បីធ្វើដំណើរបន្តទៅទៀតពួកគេបានប្រើប្រាស់បំពង់ខ្យល់ដើម្បីរុញទូករបស់ពួកគេរហូតដល់ទីតាំងមួយក៏ស្រាប់តែ Tyson នឹងរបូតដៃដែលជាហេតុធ្វើឲ្យបំពង់ខ្យល់នោះធ្លាក់ចូលទៅក្នុងសមុទ្រជាលើកទី2ស្របពេលជាមួយគ្នានោះផងដែរក៏មានត្រីឆ្លាមធំជាច្រើនហែលក្បែរនឹងទូករបស់ពួកគេប៉ុន្តែព្រួយធំទាំងនោះមិនមែនជាត្រីឆ្លាមឯណាវាគឺជាធ្មេញរបស់បិសាចសមុទ្រ Skylar ដែលគួចយកកប៉ាល់ធំឆ្លងកាត់តំបន់នោះឲ្យធ្លាក់ចូលទៅក្នុងមាត់របស់បិសាចសមុទ្រមួយទៀតគឺ Charybdis នឹងឯងអញ្ចឹងហើយបានជាមិនមាននរណាម្នាក់ត្រឡប់ទៅផ្ទះវិញបានឡើយបន្ទាប់ពីត្រូវបានសត្វបិសាចនេះលាបចូលទៅក្នុងពោះ Percy ក៏បានប្រើប្រាស់ថាមពលរបស់គាត់ផងដែរដើម្បីឲ្យទឹកសមុទ្រនឹងជួយពួកគេចេញពីទីនោះក៏ប៉ុន្តែតំបន់ត្រីកោណបិសាចគឺវាមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Poseidon នោះទេអញ្ចឹងហើយ Percy នឹងក៏មិនអាចធ្វើអ្វីបាន
ក្រៅអំពីប្រាប់គ្រប់គ្នាឲ្យព្យាយាមចាប់ទូកឲ្យជាប់និងធ្លាក់ចូលទៅក្នុងពោះរបស់បិសាចសមុទ្រនោះតាមសម្រួលតែប៉ុណ្ណោះនៅក្នុងទីតាំងដែលពួកគេធ្លាក់ចូលទៅនោះពួកគេក៏បានប្រទះឃើញក្រុងឆ្អឹងមនុស្សក៏ដូចជាបំណែកខ្មោចកប៉ាល់ជាច្រើនត្រូវចោលឆ្អឹងនៅទីនោះស្របពេលជាមួយគ្នានេះដែរ Percy គាត់បានឮសំឡេងឡូឡារបស់នរណាម្នាក់ហើយម្នាក់នោះគឺជា Clarice នឹងឯងនេះមានន័យថាក្រុមរបស់ Clarice ត្រូវបានជួបជាមួយនឹងសត្វបិសាចនេះមុនពួកគេផងដែរនៅលើកប៉ាល់របស់ Clarice ពួកគេក៏បានឃើញដែរថារបស់របរគ្រប់យ៉ាងហ្នឹងគឺត្រូវបំបែកជាបំណែកដោយសារតែក្រពះដ៏រឹងមាំរបស់សត្វបិសាចសមុទ្រ Charybdis មួយនេះមិនថាដែកឬក៏ដុំថ្មអីនោះទេគឺត្រូវម៉ត់ទាំងអស់ហ្នឹងហើយផែនការរបស់ Clarice នាងមានបំណងបាញ់កំទេចក្រពះតាន់នោះដោយកាំភ្លើងធម្មតាដែលមាននៅលើកប៉ាល់នោះចំណែក Percy វិញគាត់គិតថាផែនការនេះវាមិនអាចទៅរួចនោះទេពីព្រោះសូម្បីតែដែកក៏វាអាចកំទេចបានចុះគ្រាប់កាំភ្លើងធម្មតាតើនឹងអាចធ្វើអីវាបានទៅអញ្ចឹងហើយគាត់ក៏បានបដូរផែនការឲ្យ Clarice ជាអ្នកបើកកប៉ាល់ហើយទុកឲ្យគាត់ជាអ្នកបាញ់ទម្លុះពោះវៀនរបស់វាវិញ Clarice ក៏យល់ព្រមប៉ុន្តែនាងបាននិយាយថាបើគ្រប់គ្នាស្លាប់គឺស្លាប់ព្រោះផែនការរបស់ Percy នឹងឯងមិនមានតាក់ទងជាមួយនាងនោះទេហើយពួកគេក៏ចាប់ផ្ដើមអនុវត្តតាមផែនការរបស់ Percy នៅទីបំផុតគេទាំងពីរនាក់ហ្នឹងក៏អាចធ្វើបានដោយ Clarice បើកកប៉ាល់ចេញតាមរយៈច្រកដែល Percy បាញ់ទម្លុះនោះឯងហើយនៅពេលដែលពួកគេឡើងមកដល់ផ្ទៃខាងលើនៃសមុទ្រសូម្បីតែ Clarice ហ្នឹងក៏នាងមិនដឹងដែរថាពួកគេស្ថិតនៅត្រង់ណានោះដែរចំណែកឯ Percy វិញបានសម្លឹងទៅកាន់ទឹកសមុទ្រក៏ឃើញថាមានខ្សែបន្ទាត់ជាច្រើនលេចឡើងនៅចំពោះមុខរបស់គាត់ដែលវាហាក់ដូចជាជំងឺតាក់ទងជាមួយនឹងការអានរបស់គាត់នឹងវារើឡើងទៀតហើយក៏ប៉ុន្តែនេះគឺជាកូអូដូណេភូមិសាស្ត្រដែលតាក់ស៊ីផ្ដាច់ប្រលឹង Grey Sister បានប្រាប់មកកាន់ពួកគេកាលពីពេលមុន Percy បានអានវាដោយលេខ30និង31ដឺក្រេទៅទិសខាងជើង75 21ដឺក្រេទៅទិសខាងលិចនោះហើយគឺជាទីតាំងរបស់កោះ Polyphemus ដែលជាកន្លែងរក្សាទុក Golden Fleece នឹងឯងហើយក្រោយពីធ្វើដំណើរតាមអ្វីដែល Percy បានប្រាប់មួយរយៈពួកគេក៏បានទៅដល់ទីតាំងកោះមួយដែលជាសួនកំសាន្តនឹងត្រូវបានគេបោះបង់ចោលជាយូរយារណាស់មកហើយគ្រប់គ្នាបានចូលទៅកាន់រូងភ្នំមួយក៏ព្រោះតែពួកគេបានឮសំឡេងស្រែករបស់យក្ស Cyclops ចេញពីរូងភ្នំនោះហើយនៅពេលដែលពួកគេចូលទៅដល់ Percy ក៏បានឃើញដែរថា Grover នឹងនៅមានជីវិតនៅឡើយទេហើយ Grover ក៏កំពុងតែពាក់ភ្នែកមួយដើម្បីបំភាន់ទៅកាន់ Cyclops នឹងកុំឲ្យស៊ីគាត់ផងដែរ Tyson ដែលជា Cyclops ដូចគ្នានឹងក៏ចេញមកនិយាយសម្របសម្រួលដើម្បីឲ្យក្រុមរបស់គាត់នឹងមានឱកាសយក Golden Fleece ចេញពីស្មារបស់ Cyclops នោះក៏ប៉ុន្តែដោយសារតែធំក្លិន Demigod អញ្ចឹងហើយ Cyclops ក៏បានដឹងខ្លួននឹងចាប់ផ្ដើមដេញចាប់គ្រប់គ្នាតែម្ដង Percy ក៏មានឱកាសយក Golden Fleece នឹងបានបោះទៅវិញទៅមកដើម្បីគេចចេញអំពីការវាយប្រហាររបស់ Cyclops នោះចំណែកឯ Grover វិញដោយសារតែគាត់រស់នៅទីនោះយូរអញ្ចឹងហើយគាត់ក៏បានរៀបចំអន្ទាក់រួចជាស្រេចដើម្បីចាក់ចេញគ្រប់គ្នាបានរត់ទៅក្រៅរូងភ្នំចំណែកឯ Grover ក៏បានលោតទៅទាត់អន្ទាក់ដែលគាត់រៀបចំនឹងបានប្រើដុំថ្មដ៏ធំមួយបិទច្រកចេញនិងឃុំឃាំង Cyclops នោះបានសម្រេចផងដែរមកដល់ខាងក្រៅភ្លាមលោកជាមួយនឹងប៉ពួកក៏កំពុងតែចាំពួកគេរួចជាស្រេចនឹងបានគម្រាមកំហែង Percy ផងដែរថាប្រសិនបើគាត់មិនព្រមប្រគល់ Golden Fleece ទៅឲ្យលោកទេលោកនឹងបាញ់គាត់ហើយដោយសារតែ Percy មិនព្រមប្រគល់ Golden Fleece ទៅឲ្យគាត់ក៏សម្រេចចិត្តបាញ់ Percy ជាមួយនឹងព្រួយរបស់គាត់ក៏ប៉ុន្តែមួយគ្រាប់នោះក៏ត្រូវបាន Tyson ដែលជាប្អូនប្រុសនឹងលូតមករងជំនួសដែលហេតុការណ៍នេះធ្វើឲ្យ Tyson នឹងបានធ្លាក់ចូលទៅក្នុងជ្រោះបាត់ទៅហើយបន្ទាប់ពីនឹងគ្រប់គ្នាក៏ត្រូវបានគ្នារបស់លោកនឹងចាប់ចងដើម្បីអង្គុយរងចាំមើលទស្សនីយភាពដែលរាប់លានឆ្នាំមានតែម្ដងគឺ Kronos នឹងបានរស់ឡើងវិញចំណែកឯ Percy គាត់មានអារម្មណ៍ថាសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់បងប្អូនប្រុសរបស់គាត់ខណៈដែលលោកនឹងកំពុងតែយក Golden Fleece ទៅដាក់ពីលើក្តារមឈូសវេទមន្តដើម្បីដាស់ Kronos ឲ្យរស់ឡើងវិញមិត្តភ័ក្តិរបស់ Percy ទាំង3នាក់ក៏បាននិយាយលើកទឹកចិត្តទៅកាន់ Percy ថាកុំឲ្យការស្លាប់របស់ Tyson នឹងក្លាយទៅជារឿងដែលអាសាបងអត់បានការហើយសូមឲ្យការស្លាប់មួយនេះក្លាយទៅជាកម្លាំងចិត្តសម្រាប់ឲ្យ Percy ក្រោកឡើងតតាំងដើម្បីគ្រប់គ្នាវិញហើយបន្ទាប់ពីនឹង Percy ក៏បានប្រើប្រាស់ដាវរបស់គាត់កាត់ចំណងឲ្យ Grover មុនហើយគ្រប់គ្នាក៏រួចខ្លួននិងបានបើកការប្រយុទ្ធដើម្បីទៅដក Golden Fleece ចេញពីមឈូសរបស់ Kronos វិញរូបរាងកាយរបស់ Kronos នឹងក៏ចាប់ផ្ដើមកម្រើកទៅហើយចំណែកឯលោកវិញក៏ព្យាយាមរារាំង Percy ព្រមទាំងបំរុងនឹងផ្ដាច់ជីវិតរបស់ Percy ទៀតផងក៏ស្រាប់តែលេចវត្តមានរបស់ Cyclops Tyson ចេញមកជួយបងប្រុសទាន់ពេលវេលា Tyson និយាយថានៅពេលដែលគាត់ធ្លាក់ទៅក្នុងជ្រោះឥទ្ធិពលរបស់ Poseidon នឹងបានជួយព្យាបាលគាត់អញ្ចឹងហើយបានជាគាត់នឹងអាចមានជីវិតរស់ឡើងមកវិញស្របពេលដែលកំពុងនិយាយគ្នាជាមួយបងប្រុសក្តាមមឈូសរបស់ Kronos នឹងក៏ផ្ទុះឡើងបណ្ដាលឲ្យបងប្អូនទាំងពីរនាក់នឹងខ្ទាតធ្លាក់ចុះមកក្រោមវិញហើយបំណែកកំអែភ្នំភ្លើងដែលកំពុងនឹងឆេះនឹងក៏បានប្រមូលផ្ដុំគ្នាคล้ายទៅជារូបរាងរបស់ Titan Kronos
ลูกได้ជាក្មេងស្ទើរភ្លើងមិនដែលបានស្គាល់អំពីភាពឃោរឃៅរបស់ក្រូណូដែលហ៊ានស៊ីកូនរបស់ខ្លួនឯងនឹងក៏បានចូលទៅសម្ដែងការគួរសមនិងប្រាប់ទៅកាន់ក្រូណូថាខ្លួនគឺជាអ្នកមានគុណជួយឲ្យក្រូណូនឹងរស់ឡើងមកវិញចំណែកឯក្រូណូក៏បានធ្វើការដឹងគុណដោយចាប់ลูกនឹងដាក់ចូលទៅក្នុងមាត់របស់គាត់ភ្លាមៗតែម្ដងក្រូណូនៅតែបន្តចាប់មនុស្សដទៃទៀតស៊ីទាំងរស់ដែលនៅក្នុងនោះ Grover ក៏ត្រូវក្រូណូនឹងស៊ីផងដែរចំណែកឯ Percy វិញគាត់បានប្រើប្រាស់ដាវរបស់ Poseidon ធ្វើការវាយតបតទៅលើក្រូណូនឹងបានឃើញដែរថាផ្នែកដែលគាត់បានកាត់ប៉ះគឺត្រូវបានហូរត្រឡប់ចូលទៅក្នុងមឈូសវិញភ្លាមៗនោះគាត់ក៏បាននឹកឃើញទៅដល់សម្ដីចុងក្រោយរបស់គ្រូទាយ Oracle ដែលថាបណ្ដាសានឹងត្រូវសាបរលាបដោយសារតែដៃអាទិទេពហើយដៃអាទិទេពនៅពេលនេះគឺស្ថិតនៅក្នុងដៃរបស់ Percy នឹងឯងក្រូណូបានព្យាយាមកំទេច Percy តាមវិធីគ្រប់បែបយ៉ាងប៉ុន្តែ Percy នៅតែខិតខំតស៊ូមិនបោះបង់ឡើយនៅពេលដែល Percy ស្ថិតនៅលើដៃរបស់ក្រូណូគាត់បាននិយាយទៅកាន់ក្រូណូថាតើឯងដឹងទេថាអ្នកណាជាអ្នកឲ្យដាវនេះមកខ្ញុំចម្លើយនោះគឺបុរសម្នាក់ដែលសម្លាប់ឯងលើកដំបូងបំផុតគាត់គឺជាអាទិទេពនៃដែនសមុទ្រ Poseidon នឹងឯងនិយាយរួច Percy ក៏បានលោតទៅចាក់ចំកណ្ដាលដើមទ្រូងរបស់ក្រូណូនិងបន្តអូសចុះមកក្រោមរហូតដល់ដីដែលហេតុការណ៍នេះធ្វើឲ្យរាងកាយទាំងមូលរបស់ក្រូណូត្រូវបានហូរទៅជាប់ឃុំឃាំងនៅក្នុងមឈូសវេទមន្តវិញហើយគ្រប់គ្នាដែលក្រូណូបានស៊ីនឹងក៏ធ្លាក់ចុះមកវិញចំណែកឯ Luke ក៏ត្រូវបានធ្លាក់ចូលទៅក្នុងទីតាំងរបស់យក្ស Cyclops នៅក្នុងរូងភ្នំ Tyson ក៏បានយក Golden Fleece ចេញពីមឈូសរបស់ក្រូណូហើយគ្រប់គ្នានឹងគឺពិតជាត្រេកអរខ្លាំងមែនទែនក៏ស្រាប់តែ Annabeth នឹងត្រូវបានសត្វឆ្កែកន្ទុយខ្យាដំរីដែលនៅក្នុងទេវកថារបស់ក្រិចហៅវាថា Manticore ចាក់នាងពីក្រោយខ្នងដោយកន្ទុយរបស់វាហើយគ្រប់គ្នាបានព្យាយាមយក Golden Fleece នឹងដើម្បីជួយជីវិតរបស់នាងតែវាហាក់ដូចជាយឺតពេលព្រោះនាងបានបាត់បង់ជីវិតទៅហើយបន្តិចក្រោយមក Rome ពពែមាសក៏បានបញ្ចេញពន្លឺមកហើយ Annabeth ក៏រស់ឡើងមកវិញធ្វើឲ្យ Percy នឹងអោប Annabeth ទាំងទឹកភ្នែកបេសកកម្មក៏ត្រូវបានបញ្ចប់ហើយ Percy ក៏បានប្រគល់ The Golden Fleece ទៅឲ្យ Clary វិញដើម្បីឲ្យនាងយកទៅសង្គ្រោះជំរំ Hellblatt ក៏ព្រោះតែនេះគឺជាបេសកកម្មដែល Mr. D នឹងបានប្រគល់ជូនមកកាន់ Clary Golden Fleece ក៏បានព្យាបាលដើមឈើ Thalia ឲ្យរស់ឡើងវិញហើយខែលការពារជំរំនឹងក៏ត្រឡប់មកដូចដើមវិញផងដែរប៉ុន្មានថ្ងៃបន្ទាប់កំឡុងពេលដែលពួកគេកំពុងតែញ៉ាំអាហារជុំគ្នាក៏មានរឿងចម្លែកមួយបានកើតឡើងដែរគឺថាមិនត្រឹមតែដើមឈើ Thalia ទេដែលរស់ឡើងវិញសូម្បីតែ Thalia នឹងក៏ត្រូវបាន Golden Fleece ជួយឲ្យនាងមានជីវិតមកវិញផងដែរហើយសាច់រឿងក៏បានបញ្ចប់ត្រឹមចម្ងល់របស់ Percy ត្រូវបានស្រាយគឺថាពាក្យទំនាយរបស់ Oracle Delphi វាទើបតែចាប់ផ្ដើមនោះទេព្រោះថា Thalia នឹងហើយគឺជាកូនអាទិទេពដែលមានអាយុទើបតែ20ឆ្នាំហើយនាងក៏ជាកូនច្បងរបស់អាទិទេពដែលចំណាស់ជាងគេគឺ Zeus នឹងឯងហើយវាសនារបស់ Thalia អាចជាអ្នកជួយឬក៏ជាអ្នកបំផ្លាញ Olympus ផងក៏មិនដឹងដែរអរគុណប្រិយមិត្តដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជូនពរសំណាងល្អសុខភាពល្អហើយពួកយើងនឹងជួបគ្នានៅវីដេអូបន្តទៀត